តោះ share វីដេអូនេះដើម្បីទុកធ្វើតាមបងប្អូនវិធីបណ្ដុះម្ទេសធ្វើឲ្យវាបានផ្លែធំហើយនឹងធ្លុះល្អដំបូងយើងកាត់ម្ទេសទុំល្អមួយមកទិញកូកាមកកំប៉ុងទុកឲ្យហើយទៅហើយប្រើពងទាឬក៏ពងមាន់មួយគ្រាប់មកវិធីធ្វើយកម្ទេសទុំមួយឲ្យលាងឲ្យស្អាតហើយយើងកាត់កតុយកាត់ក្បាលវាចេញរួចហើយយើងប្រើដីដែលមានជីកំប៉ុស្តនៅក្នុងហ្នឹងពងមាន់ឬក៏ពងទាបងប្អូនអាចចោះពីខាងលើដាក់ម្ទេសចូលនៅក្នុងហ្នឹងហើយកប់ចូលនៅក្នុងដីដែលមានជីជាតិហ្នឹងទៅហើយចាប់ផ្ដើមស្រោចទឹកជោគសពល្អហើយមួយសន្ទុះក្រោយមកយើងយកទឹកកូកាយកមកចាក់ស្រោចពីលើនឹងថែមទៀតរួចយកកែវផ្លាស្ទិកយកមកគ្របពីលើម្ទេសហ្នឹងឲ្យជាប់នៅហ្នឹងទៅហើយយកវាទៅដាក់កន្លែងដែលមានសុវត្ថិភាពទៅរងចាំក្រោយ20ថ្ងៃនឹងបានលទ្ធផលបែបនេះហើយអញ្ចឹងបងប្អូនសាកមើលថាតើវាអញ្ចឹងមែនអត់កុំអាចជឿតែសាកមើលសិនទៅបងប្អូនបន្តមកទៀតយើងចាប់ផ្ដើមគោះមើលថាតើម្ទេសហ្នឹងវាមានដុះពន្លកឬបានច្រើនឬក៏អត់នេះគឺសិតតែឬដុះបានល្អមែនតើដំណាក់កាលបន្ទាប់ទៀតយើងយកអាម្ទេសដែលយើងបណ្ដុះហ្នឹងយកវាទៅដាំនៅក្នុងផើងមួយដែលរាងធំជាងនឹងបន្តិចអញ្ចឹងយើងរៀបចំផើងដែលមានជីនៅក្នុងនឹងស្រាប់ស្រោចទឹកស្រោចអីដាក់ជីឲ្យបានពេញក្នុងនឹងហើយយើងប្រើក្រូចមួយផ្លែយកមកចិតជាចំណិតតូចដាក់កប់ជាមួយនឹងដីដែលមានជីជាតិរបស់យើងហ្នឹងហើយយកអាម្ទេសដែលយើងបណ្ដុះហើយហ្នឹងយកមកដាក់ពីលើក្រូចហ្នឹងហើយយើងកប់ដីរបស់យើងហ្នឹងទៅពេលដែលកប់ដីចិត្តហើយយើងស្រោចទឹកស្រោចអីមកស្អាតទៅរងចាំលទ្ធផលនៅថ្ងៃក្រោយសង្ឃឹមថាបងប្អូននឹងទទួលបានលទ្ធផលដូចក្នុងវីដេអូនេះផងដែរបានផលឬក៏មិនបានផលមានតែសាកល្បងសាកមើលបងប្អូនដោយនៅក្នុងវីដេអូនេះគេបានបង្ហាញពីមធ្យោបាយអញ្ចឹងយើងសាកមើលអញ្ចឹងអរគុណច្រើនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមជម្រាបលា